Bon xong xua bẩn tích tha trai cổ rồi mà tắc hay năng mà sao mùi na lọ chiêng hay vì chui ban ấy khác đó chăn tì ok mà sầm nùa ní đôi chia thọp xua tại toàn bộ sài để đăng nè thọp miền nẹt xua bà thọp miền nẹt xua tại cái xua tam chạn ok bong phong từng ngọc này sầm rạp trai cổ rồi mà miền nẹt xua hái bà trai cô mà xua thay vì chui ban ấy khác đó chăn tì bỏ dương rồi đó là nằm bỏ dương vậy ở chóm trai cô mà dương chạy trên chiaประเภท tắc năng ประเภท sao ហើយយើងអាចប្រើប្រាស់វាបានទាំងនៅលើស្លឹកដងដើមបាទយើងប្រើបានទាំងនៅលើដីបាទលាងសម្អាតរឹសវាជាពពួកបាក់តេរីល្អដែលមានមុខងារទៅស៊ីពពួកផ្សិតពពួកអង់ត្រាណូសដែលបណ្ដាលមកពីអាកាសធាតុហ្នឹងធ្វើជាអាហារវាទៅសម្លាប់យ៉ាងសន្សំម្ដងបន្តិចហើយត្រៃកូរ៉ូម៉ាជាវាត្រជាក់ទេបងប្អូនបាទអាហ្នឹងគឺយើងអាចប្រើបានទាំងលើដីលើស្លឹកអញ្ចឹងវាមានមុខងារទៅសម្អាតទៅសម្លាប់ពពួកមេរោគផ្សិតពពួកជំងឺដែលបណ្ដាលមកពីអាកាសធាតុអាហ្នឹងគឺពពួកត្រៃកូរ៉ូម៉ាខ្ញុំឃើញនៅលើទីផ្សារមានក្រុមហ៊ុនជាច្រើនដែលគេយកមកលក់មានក្រុមហ៊ុនខ្លះមានយកប្រភេទទឹកមានក្រុមហ៊ុនខ្លះទៅក៏គេយកប្រភេទម្សៅអញ្ចឹងទៅអញ្ចឹងបងប្អូនអាចទៅរកទិញបាននៅលើទីផ្សារណាអាចទៅរកទិញបាននៅលើទីផ្សារតែគាត់ហៅត្រៃកូរ៉ូម៉ាបើខាងខ្ញុំវិញមានតែប្រភេទទឹកទេបាទមានតែប្រភេទទឹកអញ្ចឹងប្រភេទទឹកហ្នឹងគឺដូចគ្នាគឺយើងអាចប្រើបានដូចគ្នាណាហើយមួយទៀតបើយើងប្រើនៅលើដីបើយើងនិយាយពីអត្ថប្រយោជន៍វាបើយើងប្រើនៅលើដីយើងប្រើសម្រាប់សម្អាតទៅលើប្រព័ន្ធរឹសគឺមានន័យថាយើងសម្លាប់ពពួកជំងឺផ្សិតជំងឺអង់ត្រាណូសមួយចំនួនជំងឺដែលរលួយរឹសដែលបណ្ដាលមកពីអាកាសធាតុអស់ហ្នឹងបាទជំងឺពករឹសឬក៏ហៅថាជំងឺរលួយរឹសដូចម្រេចដូចទុរេនអាសាកើតណាបាទហើយចន្ទីយើងមានតិចតួចទេបាទព្រោះចន្ទីយើងវាមិនសូវដូចតំណាំទុរេននិងតំណាំម្រេចដែលងាយឆ្លងពពួកជំងឺហ្នឹងណាបាទអញ្ចឹងគឺយើងអាចប្រើវាដើម្បីទៅសម្លាប់ពពួកមេរោគដែលនៅក្នុងដីហ្នឹងបានយ៉ាងមានប្រសិទ្ធភាពហ្នឹងគឺសម្រាប់ត្រៃកូរ៉ូម៉ាហើយមួយទៀតវាទៅជួយបំបែកបាទកាកសំណល់ដែលនៅក្នុងដីហ្នឹងឲ្យវាទៅជាអាហាររបស់រុក្ខជាតិដូចជាស្លឹកឈើកំទេចមែកឈើណាមួយចំនួនដែលនៅក្នុងដីហ្នឹងវាទៅធ្វើឲ្យរលួយលឿនបាទធ្វើឲ្យអាកាសសំណល់ហ្នឹងរលួយលឿនអញ្ចឹងវាមានប្រយោជន៍សម្រាប់ចន្ទីបាទជើងខាងក្រោមអូខេមួយទៀតបើសិនជាបងយកវាទៅបាញ់នៅលើផ្កាយើងបាញ់នៅលើផ្កាសម្រាប់ដំណាំចន្ទីដែលឆ្លងជំងឺរួចអាហ្នឹងគឺយើងយកទៅប្រើត្រូវហើយតែបើសិនជាប៉ះភ្លៀងមួយមេតែចាប់ដើមភ្លៀងទេហើយឬក៏មេឃវាទៅចុះអាប់មកមួយឆាវហើយស្អែកឡើងឬក៏ល្ងាចឡើងគឺយើងយកអាហ្នឹងយកទៅលាងទឹកភ្លៀងវាលាងបានប៉ុន្តែវាអត់សូវចំគោលដៅបាទវាអត់សូវចំគោលដៅប្រសិទ្ធភាពវាបាទតែជួយចន្ទីបានអាហ្នឹងអត់អីទេបើយើងនៅក្នុងដៃយើងមានហើយយើងយកទៅលាទៅតែសម្រាប់ចន្ទីឬក៏ដំណាំណាដែលវាឆ្លងជំងឺរួចហើយវាកើតជំងឺរួចហើយផ្សិតវាយលុកហើយអង់ត្រាណូសវាធ្វើទុកហើយអញ្ចឹងគឺយើងអាចយកអាហ្នឹងទៅបាញ់ដើម្បីសម្លាប់ដើម្បីទៅឲ្យវាស៊ីជំងឺផ្សិតឬក៏ទៅការពារនៅសេរីគេហៅថាជំងឺនឹងវាជ្រៀតចូលទៅដល់កោសិកាសាច់ខាងក្នុងណាមិនថាផ្លែមិនថាក្តឹបឬក៏ផ្កាឬក៏ត្រួយចន្ទីឬក៏ត្រួយតំណាំផ្សេងទេឬក៏ដើមបាទសបកដើមទេព្រោះតំណាំខ្លះវាស៊ីរហូតដល់ដើមនេះប្រហែលថ្ងៃហ្នឹងឃើញមានចន្ទីបងគាត់ឆាតមកឃើញមានចេញជាប់តាមសបកហើយលឿងស្លឹកហើយរកដួងក៏អត់ឃើញទឹកកណ្ដៀក៏អត់ឃើញដែរអញ្ចឹងមានតែរឿងមួយទៀតទេគឺជំងឺនឹងឯងដែលវាជ្រៀតចូលទៅដល់ខាងក្នុងនៃកោសិកាដើមរបស់រុក្ខជាតិអញ្ចឹងអាហ្នឹងគឺយើងអាចយកទៅបាញ់លាងយកទៅបាញ់ស្រោចវាបានដើម្បីទៅសម្លាប់ឬក៏ទៅព្យាបាលបាទអាហ្នឹងគឺយើងធ្វើបានយើងបំបែកពីទុរេនព្រោះពីមុនមកមានបងប្អូនយើងគាត់យកទៅប្រើលើទុរេនបងដែលដាំទុរេនគាត់ស្គាល់ហើយបាទគឺគាត់និយមយកទៅប្រើលើទុរេនតាមពិតចន្ទីគឺយើងប្រើបានដូចគ្នាគុណភាពល្អដូចគ្នាហើយខ្ញុំទទួលបានចម្លើយពីការឆ្លើយតបមកវិញពីបងដែលគាត់ប្រើគាត់សរសើរត្រង់ថាត្រៃកូរ៉ូម៉ាដែលគាត់យកពីខ្ញុំទៅម្ដបបាទបងប្អូនម្ដប 35,000 រៀលលាយទឹកបាន 1,000 លីត្រណាបាទយើងអាចលាងជំងឺយើងអាច
ការពារក្តឹបមិនឲ្យជ្រុះដោយសារជំងឺដោយសារអីហ្នឹងគឺគាត់ថាបាញ់ទៅគឺផ្កាស្រស់ល្អយូរការនៅស្រស់ស្អាតហើយទប់អាការៈក្តឹបវាជ្រុះអីបានណាបាទអញ្ចឹងគឺគាត់ពេញចិត្តព្រោះដោយសាររបស់យើងវាលើសពីអ្វីដែលត្រៃកូរ៉ូម៉ាធម្មតាដែលមាននៅលើទីផ្សារបាទអញ្ចឹងមានបងប្អូនខ្លះគាត់ឆ្ងល់ថាខ្ញុំទិញអាម្សៅរបស់គេមកប្រើឲ្យប្រសិទ្ធភាពវាអត់សូវល្អចេះអីវាបានដែរមកល្មមដល់ពេលយកអាទឹកទៅប្រើទៅឃើញថាអូខេល្អប្រសិទ្ធភាពវាខ្លាំងអញ្ចឹងខ្ញុំអត់ដឹងថាគុណភាពរបស់គេយ៉ាងណាទេប៉ុន្តែខ្ញុំជឿជាក់លើផលិតផលរបស់ខ្ញុំថាបងប្អូនបងយកទៅបាញ់គឺប្រសិទ្ធភាពមែនជាពិសេសអ្នកដែលធ្វើចន្ទីវគ្គដើមដៃដំបងដែលមិនចេញត្រួយធ្លាប់បាញ់អកម៉ូនថៃអូ13046 អីបាញ់នាយអាយ2ជើង3ជើងអត់ចេញដាក់ត្រៃកូរ៉ូម៉ាមួយជើងចេញព្រុលបាទវាលាស់ត្រួយចេញមកស្អាតបណ្ដោយអញ្ចឹងគឺអានេះគឺចង់និយាយថាប្រសិទ្ធភាពវាខ្លាំងបាទហើយបើសិនជាបងធ្វើចន្ទីគួរតែត្រៀមគួរតែមានសកួរទុកនឹងផ្ទះបាទជាពិសេសគឺនៅពេលដែលរដូវថ្មីដែលរៀបនឹងបើកឆាកវគ្គដំបូងគួរតែមានហើយយើងបាញ់លាងវាបាទបើករណីវាភ្លៀងខ្លាំងញឹកញាប់ទៅច្បាស់ណាស់មានជំងឺហើយវាមិនអត់ទេអញ្ចឹងគឺយើងបាញ់លាងសម្អាតវាចោលមួយជើងពីរជើងទៅហើយយើងបាញ់ប្រទាញអាហ្នឹងគឺមកហើយបាទយើងអត់ចំណាយពេលវេលាឬក៏យើងអត់ចំណាយលុយច្រើនជើងទេបាទអូខេអញ្ចឹងអានេះគឺអត្ថប្រយោជន៍ត្រៃកូរ៉ូម៉ាហើយសម្រាប់បងដែលមើលនៅក្នុងវីដេអូនេះអានេះបានតែក្នុងខែ4ណាបាទតែចូលដល់ខែ5ផុតហើយបាទក្នុងខែ4រាល់ការទិញ1កេសថែមជូន4ដបបាទប្រូម៉ូសិនណាត្រៃកូរ៉ូម៉ាអញ្ចឹងក្នុង1កេសថែមជូន4ដបអាហ្នឹងគឺនៅមានប្រូម៉ូសិនអញ្ចឹងសំណួរដែលបងគាត់សួរបាទតាមពិតมันជាត្រូវការបកស្រាយអីវែងឆ្ងាយទេព្រោះបងប្អូនយើងគាត់យល់គាត់ដឹងហើយថាពពួកថ្នាំជំងឺវាមានច្រើនជំរើសដែលបងប្អូនគួរតែយកមកប្រើប៉ុន្តែដោយសារអីមានសំណួរបងគាត់លើកឡើងមកអញ្ចឹងទៅក៏ផ្សារភ្ជាប់ជាមួយនឹងការថែមជូនបាទជាពិសេសអ្នកដែលមើលវីដេអូហ្នឹងបាទនៅក្នុងខែ4ហ្នឹងណាបាទហើយបើផុតខែ4ហើយគឺមួយកេសថែមតែ2ដបវិញទេណាមួយកេសថែមតែ2ដបទេបាទហើយមួយដបលាយទឹកបាន1000លីត្រលាយបានជាមួយនឹងថ្នាំសត្វល្អិតបងប្អូនយកទៅលាយជាមួយសត្វល្អិតបានប៉ុន្តែសូមឲ្យថ្នាំសត្វល្អិតនោះមិនមានកំហាប់ខ្ពស់ឬក៏ជីសរីរាង្គអីផ្សេងជីទឹកអីផ្សេងដែលមានកំហាប់ខ្ពស់កុំយកមកលាយព្រោះអាហ្នឹងវាអត់សូវត្រូវធាតុមួយគេទេតែបើយើងលាយបានលាយថ្នាំសត្វល្អិតមួយមុខអីចឹងទៅថ្នាំម្សៅថ្នាំដែលមិនសូវមានកំហាប់ខ្ពស់អីចឹងទៅអូខេលាយបាញ់ចោះអត់បញ្ហាទេណាព្រោះមានបងប្អូនយើងគាត់យកទៅលាយថ្នាំសត្វល្អិតបាញ់គាត់ថាអត់អីផងតែក៏មានបងប្អូនខ្លះគាត់ថាបាញ់ឲ្យដូចអត់ស្រួលសោះលោកគ្រូបាញ់ទៅដូចអត់ឃើញមានប្រសិទ្ធភាពដោយសារអីថ្នាំសត្វល្អិតដែលគាត់យកមកលាយជួនកាលវាច្រើនមុខហើយជាមួយជីដែលមានកំហាប់ខ្ពស់អញ្ចឹងវាធ្វើឲ្យពពួកបាក់តេរីដែលមានជីវិតនៅក្នុងត្រៃកូមេត្រៃកូរ៉ូម៉ាហ្នឹងគឺវាអត់មានសមត្ថភាពគ្រប់គ្រាន់បាទអាហ្នឹងវាអាចទៅខ្សោយក្នុងការប្រឆាំងជាមួយនឹងពពួកផ្សិតណាបាទអញ្ចឹងដំណាំយើងបើឆ្លងជំងឺហើយកើតរោគហើយដើមវាចេញទឹកដើមវាចាប់ដើមចេញជ័រមកហើយវាលឿងស្លឹកអូខេអាហ្នឹងគឺស្រួលណាស់យកអាហ្នឹងទៅបាញ់មកជោគងូតឲ្យវាទៅបាញ់ហើយម្ដងហើយយើងបំពន់ជីមួយជើងអាហ្នឹងគឺបាត់ហើយណាព្រោះមានអ្នកគេធ្វើបានហើយគេធ្វើបានស្អាតជួនកាលមួយចកា20ដើមអីយកតែម្ដបទៅអាហ្នឹងក៏បានដែរវាមានតែស្អីផ្ញើបានតាបាទម្ដបទៅអាហ្នឹងក៏យើងអាចយកទៅប្រើបានដែរហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមប៉ុណ្្នឹងចោះបាទហើយក៏អរគុណសម្រាប់ការតាមដានរបស់បងទាំងអស់គ្នាហើយជាពិសេសគឺសំណួរថ្មីសំណួរប្លែកបាទខមមិនចូលមកខាងក្រោមវីដេអូនេះចោះបាទអរគុណ